បាទសួស្តីបងប្អូនទាំងអស់គ្នាជួបជុំគ្នាសាជាថ្មីជាមួយលោកគ្រូបាទអឺមួយរយៈនេះលោកគ្រូអត់សូវបានចេញភាសាទេបងប្អូនអធិស្ឋានផងហើយមើល comment បងប្អូនមួយចំនួនក៏សុំភាសានេះភាសានោះអញ្ចឹងណាបងប្អូនអធិស្ឋានផងលោកគ្រូអត់បានចេញភាសាថ្មីថែមទៀតដោយសារភាសាខ្លះកាលពីឆ្នាំចាស់មានហើយបាទកាលពីឆ្នាំ2024 25គឺមានហើយអញ្ចឹងវាដូចជាមួយនឹងឆ្នាំនេះដែរ2025 26ហើយទៅមុខទៀតក៏ដូចគ្នាដែរសម្រាប់ test ស្តង់ដារ ហើយសម្រាប់បងប្អូនខ្លះគាត់ថាមិនសុំនិយាយសារវិទ្យាសាស្ត្រសិក្សាសង្គមបាទគាត់ដែលស្ទើរបានចេញហើយអាហ្នឹងណាដោយសារអត់មានតម្រង់ស្តង់ដារចេញពីក្រសួងវាអត់ចេញអត់មានភាសាអញ្ចឹងដល់ពេលចេញទៅវាអាចអត់ត្រូវគ្នាអញ្ចឹងគ្រូក៏ខ្ជិលចេញទៅតែបើមានពេលគ្រូจะធ្វើទៅប៉ុន្តែវាអត់មានចេញពីក្រសួងមកទេណាតែស្តង់ដារហ្នឹងសាលាគេអ្នកធ្វើរៀងៗខ្លួនទេបាទអញ្ចឹងគេធ្វើមានតែខ្មែរហ្នឹងក៏ទេហើយអញ្ចឹងមកខាត់ពេលលោកគ្រូសុំកែវីសាខែ8ទៅខែ8អត់ទាន់បានធ្វើណាលោកគ្រូធ្វើហើយសល់ពេលលោកគ្រូនឹងធ្វើបំណែលំហាត់ក្នុងសៀវភៅថ្នាក់ទី6ទី5អីចឹងទៀតណារវល់ពេកបងប្អូនអើយរវល់ពេកតោះឥឡូវនេះជាវិញ្ញាសាខែសីហាសម្រាប់ថ្នាក់ទី6អំណាងបាទហើយក្នុងខែសីហានេះគឺយើងមានការប្រឡងឆមាសបងប្អូនចូលទៅមើលវិញ្ញាសាឆមាសទៅលោកគ្រូចង់នៅក្នុង playlist ឬហើយបងនៅក្នុង playlist មានអស់ហើយបងប្អូនចូលទៅមើលទៅលោកគ្រូដាក់តាមថ្នាក់ហើយបាទនៅខ្វះចន្លោះតិចតួចចាំមើលលោកគ្រូទៅបំពេញបន្ថែមសម្រាប់ថ្នាក់ទី6ដូចជាមានគ្រប់អស់ហើយនេះអំណាចយើងខែសីហាគឺនិយាយអំពីសេចក្តីថ្លៃថ្នូរបាទគេឲ្យអត្ថបទនឹងមួយហើយគេមានសំណួរនៅខាងក្រោមនេះទៀតតែគូបង្ហាញតម្រង់វិញ្ញាសាសិនបាទនេះមាន6សំណួរបាទអញ្ចឹងដើម្បីឆ្លើយយើងអានវាសិនដើម្បីអាចឆ្លើយបានណាតោះលោកអានស្ដាប់បាទសេចក្តីថ្លៃថ្នូរសេចក្តីថ្លៃថ្នូរជាគុណសម្បត្តិមួយដ៏ប្រសើរថ្លៃថ្លាដែលមនុស្សគ្រប់រូបប្រាថ្នាចង់បានសេចក្តីថ្លៃថ្នូរនឹងកើតមានចំពោះមនុស្សទាំងឡាយណាដែលមានភាពស្មោះត្រង់ប្រកាន់សច្ចៈយុត្តិធម៌មានវិន័យសីលធម៌និងមានមនសិការវិជ្ជាជីវៈប្រទេសណាដែលសម្បូរដោយមនុស្សថ្លៃថ្នូរប្រទេសនោះនឹងទទួលបាននៅកេរ្តិ៍ឈ្មោះប្រសើរលើโลกមនុស្សមានសីលធម៌សំដៅលើមនុស្សដែលមានឥរិយាបថល្អប្រពៃចេះគោរពច្បាប់ចេះជួយគ្នាទៅវិញទៅមកនិងចេះរួមរស់ជាមួយគ្នាប្រកបដោយសន្តិភាពសីលធម៌ប្រៀបដូចជាចង្កូតជួយតម្រង់មនុស្សឲ្យដើរតាមផ្លូវល្អដែលកើតចេញពីការចេះគោរពប្រតិបត្តិដំបូន្មានល្អៗទំនៀមទម្លាប់ប្រពៃណីវិន័យបញ្ញត្តិហើយបទបញ្ញត្តិនិងច្បាប់ក្នុងសង្គមនេះតកងគេមានកថាខណ្ឌគេនេះកថាខណ្ឌទី1ទី2ទី3ទី4ចឹងពេលបងប្អូនឆ្លើយអីសូមមើលតាមកថាខណ្ឌទៀតទេកថាខណ្ឌគេបដោតលើអីបាទចឹងតមកទៀតមនុស្សមានមនសិការវិជ្ជាជីវៈមនសិការបងណាបាទច្បាស់ទេសូមបើកបន្ទានក្រមមកទៅគាត់ប្រហែលជាអត់មានទេមនសិការហ្នឹងណាបងបាទវិជ្ជាជីវៈគឺជាមនុស្សដែលចេះស្រឡាញ់ការងារយកចិត្តទុកដាក់នឹងការងារមានស្មារតីទទួលខុសត្រូវនឹងការងារខំប្រឹងប្រែងធ្វើការខិតខំស្រាវជ្រាវច្នៃប្រឌិតនិងធ្វើការងារនោះឲ្យមានការរីកចម្រើនចំណេះវិជ្ជាក៏ជួយមនុស្សឲ្យមានសេចក្តីថ្លៃថ្នូរដែរព្រោះចំណេះវិជ្ជាធ្វើឲ្យមនុស្សចេះគិតពិចារណាស្គាល់អំពើល្អអំពើអាក្រក់ចំណេះវិជ្ជាកើតឡើងដោយសារការខិតខំព្យាយាមរៀនសូត្រដើម្បីឲ្យជីវិតកាន់តែមានតម្លៃថែមទៀតនោះមនុស្សម្នាក់ៗក៏បីខិតខំកសាងអំពើល្អសុចរិតទៀងត្រង់អំពើទាំងនេះស្ដែងចេញឡើងតាមរយៈការជួយសង្គ្រោះអ្នកដទៃការមិនរើសអើងការមិនរំលោភសិទ្ធិគ្នាទៅវិញដល់អ្នកដទៃការប្រកាន់យកសច្ចធម៌ជាដើមបាទសេចក្តីថ្លៃថ្នូរធ្វើឲ្យមនុស្សមានកេរ្តិ៍ឈ្មោះក្រអូបកិត្តិយសថ្កើងរស់នៅសុខសាន្តសេចក្តីថ្លៃថ្នូរប្រៀបដូចជាគ្រឿងអលង្ការធ្វើឲ្យមនុស្សមានសោភ័ណដូចនេះមនុស្សគ្រប់រូបប្រកាន់យកសេចក្តីថ្លៃថ្នូរទើបយើងអាចរស់នៅ
ប្រកបដោយសុភមង្គលបាននេះជាអត្ថបទវាសូមនេះរួមតិចឲ្យមើលទាំងអស់គ្នាបានភាសាគេនោះបាទអញ្ចឹងតោះយើងចូលទៅឆ្លើយសំណួរបងប្អូនអាចបើកសៀវភៅខ្លួនឯងមើលទៅណាបាទមើលខ្លួនឯងទឹកនឹងទៅនៅទំព័រ133 134ភាសាខ្មែរ133 134មើលទៅទុកមុនទៅអត់ឆ្លើយសំណួរបាទបរិយាធម្មតិចបាទចូលគោលសញ្ញាធិកក្នុងប្រអប់ខាងមុខចម្លើយត្រឹមត្រូវដែលមានតែមួយគត់បាទអញ្ចឹងទី1តើអត្ថបទនេះនិយាយអំពីអ្វីបទខាងលើនេះនិយាយពីអ្វីមានភាពស្មោះត្រង់មានមនសិការមានវិន័យនិងសីលធម៌សេចក្តីថ្លៃថ្នូររបស់មនុស្សអញ្ចឹងណាត្រឹមត្រូវអញ្ចឹងដោយសារអត់មានគ្រីលោកគ្រូយក highlight ចឹងទៅបាទអញ្ចឹងអត្ថបទខាងលើទាំងមូលហ្នឹងនិយាយពីអីបងប្អូនបាទគេដាក់ចំណងជើងទាំងមូលដែលសេចក្តីថ្លៃថ្នូរអញ្ចឹងប្រកបជាចម្លើយខហើយគឺសេចក្តីថ្លៃថ្នូររបស់មនុស្សបាទអញ្ចឹងយកហ្នឹងមកត្រូវហើយណាបាទមើលឲ្យអានឲ្យគិតចំណាយទៅហើយទី2តើមនុស្សមានមនសិការវិជ្ជាជីវៈជាមនុស្សដូចម្ដេចបាទបងប្អូនអាចបើកទៅអាននៅកន្លែងនេះនេះមនុស្សដែលមានមនសិការវិជ្ជាជីវៈនឹងអានមកចប់ទៅអាចឆ្លើយបានហើយបងណាអញ្ចឹងទៅចូលទៅមើលសំណួរចម្លើយហ្នឹងបាទអញ្ចឹងក៏ជាមនុស្សគឺជាមនុស្សដែលស្រឡាញ់ការងារតែមិនយកចិត្តទុកដាក់ខជាមនុស្សដែលស្រឡាញ់ការងារយកចិត្តទុកដាក់ខិតខំប្រឹងប្រែងធ្វើការខិតខំស្រាវជ្រាវនិងច្នៃប្រឌិតឲ្យមានការរីកចម្រើនគគឺជាមនុស្សដែលអគតិក្នុងការងារគ្មានមនសិការអញ្ចឹងខគឺជាមនុស្សដែលស្រឡាញ់ការងារយកចិត្តទុកដាក់តែគ្មានការស្រាវជ្រាវអញ្ចឹងមួយណាជាចម្លើយត្រឹមត្រូវមកបាទចម្លើយត្រឹមត្រូវគឺកន្លែងនេះមកយកទៅអានទៅឃើញហ្នឹងណាបាទអញ្ចឹងយកខតែគ្រីសមកគូសញ្ញាធិចហ្នឹងបងណាគូសញ្ញាធិចដាក់ពណ៌អីទេទី3បាទតើសេចក្តីថ្លែងនៅកើតឡើងដោយសារកត្តាអ្វីខ្លះអញ្ចឹងបងប្អូនចូលទៅមើលចម្លើយនៅកន្លែងណាណានេះសេចក្តីថ្លែងនៅនឹងកើតមាននៅលើទាំងឡាយណាដែលមានកម្មអ្នកសច្ចៈយុត្តិធម៌វិន័យអីចឹងណាបាទអញ្ចឹងបងអានកន្លែងហ្នឹងហើយយកមកធីកចម្លើយនេះអញ្ចឹងកុំចេះតែដាក់ព្រាវៗណាបងតើសេចក្តីថ្លែងនៅកើតឡើងដោយសារកត្តាអ្វីខ្លះក៏សេចក្តីថ្លែងនៅកើតឡើងដោយសារមិនប្រកាន់ភាពស្មោះត្រង់តែមានសីលធម៌ខសេចក្តីថ្លែងនៅកើតឡើងដោយសារភាពស្មោះត្រង់មានសីលធម៌តែមិនប្រកាន់សច្ចធម៌គសេចក្តីថ្លែងនៅកើតឡើងដោយសារភាពស្មោះត្រង់សច្ចធម៌សច្ចសិខុសច្ចធម៌មានវិន័យតែគ្មានសីលធម៌មកខសេចក្តីថ្លែងនៅកើតឡើងដោយសារភាពស្មោះត្រង់ប្រកាន់សច្ចធម៌យុត្តិធម៌មានវិន័យសីលធម៌និងមានមនសិការវិជ្ជាជីវៈជាមួយណាត្រឹមត្រូវបងបាទមើលទៅលេងលេងក៏ត្រូវដែរគេចាំទៅផ្ទៀងចម្លើយក៏ដឹងក៏ត្រូវដែរនេះណាបងអញ្ចឹងចម្លើយត្រឹមត្រូវគឺខបាទអញ្ចឹងយើងតដល់មកលេខ4បងគឺសួរថាតើការប្រព្រឹត្តបែបណាចាត់ទុកជាសេចក្តីថ្លៃថ្នូរជាសេចក្តីថ្លៃថ្នូរបាទកអំពើទុច្ចរិតគ្មានសីលធម៌គោរពច្បាប់បាទនេះទុច្ចរិតហ្នឹងបងព្រោះក្រត់ខមានសីលធម៌មិនចេះអធ្យាស្រ័យគ្នាបាទគអំពើសុចរិតសីលធម៌សប្បុរសធម៌គ្រប់ច្បាប់មិនបៀតបៀនអ្នកដទៃនិងអធ្យាស្រ័យគ្នាខមានសីលធម៌មិនគ្រប់ច្បាប់បៀតបៀនអ្នកដទៃអញ្ចឹងណាមកគាត់តែអានក៏អាចឆ្លៃបានទេមកណាអាចចាត់ទុកថាមានសេចក្តីថ្លៃថ្នូរគឺនេះយើងយកគោនេះទៅបាត់ទៅបែបច្រើនទេសីលធម៌អីចឹងណាសុចរិតមានអីសិតតែចំណុចល្អល្អមិនបៀតបៀនអ្នកដទៃអីចឹងនេះគេចាត់ទុកថាជាមនុស្សដែលមានសេចក្តីថ្លៃថ្នូរហើយចឹងតទៅមុខទៀតបាទទៅមុខទៀតគឺលេខ5ចូលតែងល្បះដោយប្រើពាក្យដែលហើយបាន2ល្បះស្រួលទេបងណាសពនាមឆ្នោតដែល
មានតែពាក្យដាមួយទេតែចឹងមកអាចឆ្លើយអាចតែបានចាញ់ហ្នឹងទៅឥឡូវគឺដាក់ឧទាហរណ៍ឲ្យពីរចឹងបាទសុខនេះឆ្នោតដែរបាទនៅខាងនេះឧទាហរណ៍ពីរចឹងណាបាទអញ្ចឹងមានពាក្យដែរក្នុងដែរនេះមានពាក្យដែរដែរនេះអាហ្នឹងទីមួយខ្ញុំចូលចិត្តអានសៀវភៅដែលលើកកម្ពស់សីលធម៌សង្គមគាត់អាចដាក់ផ្សេងពីហ្នឹងពីរសុខាជាមនុស្សដែលមានការទទួលខុសត្រូវខ្ពស់ក្នុងការងារចឹងពាក្យដែរឲ្យតែមានពាក្យដែរហ្នឹងតែសូមឲ្យសមផងណាឧទាហរណ៍ថាខ្ញុំជាមនុស្សដែលអឺចូលចិត្តអានសៀវភៅអញ្ចឹងទៅមិត្តភក្តិខ្ញុំមកជាមនុស្សដែលចូលចិត្តលេងកីឡាអញ្ចឹងទៅហ្នឹងបងអាចដាក់បានក្រៅពីហ្នឹងក៏ច្រើនប៉ុណ្ណឹងទេហើយយើងចូលទៅមើលបន្តទៀតលេខ5លេខ6បាទធ្វើបានផ្សេងក្នុងហ្នឹងទេវាជាវាបាក់សូខ្ញុំផ្សេងតែតែលេខ6តើអត្ថបទខាងលើនេះមានគំនិតសំខាន់អ្វីខ្លះបាទអញ្ចឹងដើម្បីឆ្លើយបានដល់គាត់អានអត្ថបទខាងឡើងវិញតិចទៅឲ្យឆ្លងយើងដកស្រង់យកចំណុចសំខាន់តាមកថាខណ្ឌនីមួយៗមកណាចង់សេចក្តៅរួមក៏បានឬក៏ចង់ឆ្លិចយកពីកថាខណ្ឌមួយក៏បានប៉ុន្តែលោកគ្រូទៅសេឆ្លិចចេញពីកថាខណ្ឌមួយតិចឲ្យបងបានយល់បាទហើយគាត់អាចយកទៅសង្ខេបផ្ដុំពីហ្នឹងក៏បានដែរបញ្ហាទេភាសាវិជាសំណួរប្រភេទបើកយើងឆ្លើយបានលំទលាយនេះបាទចឹងលោកគ្រូយកមកច្រើនប្រហែលចំណុចដែរព្រោះអញ្ចឹងច្រើនតែមិនចាក់ប្រហែលទេបាទខ្លីៗទេក៏ចឹងអត្ថបទខាងលើមានគំនិតសំខាន់ដូចតទៅបាទចឹងលោកគ្រូយកតាមកថាខណ្ឌហ្នឹងបងចង់សេផ្ដុំយកក៏បានដែរបាទអញ្ចឹងមនុស្សដែលមានអញ្ចឹងចំណុចសំខាន់មានដូចជានេះវាបង្ហាញអីខ្លះដល់យើងមនុស្សវាបង្ហាញអំពីអីខ្លះមនុស្សដែលមានសេចក្តីថ្លៃថ្នូរវាចង់ប្រាប់យើងអញ្ចឹងណាមនុស្សសេចក្តីថ្នូរជាមនុស្សដែលមានភាពស្មោះត្រង់សច្ចៈយុត្តិធម៌មានវិន័យមានសីលធម៌មានមនសិការវិជ្ជាជីវៈអញ្ចឹងពួកអាចផ្សាយផ្ដុំយកចំណុចហ្នឹងមួយជាគោលក៏បានដែរហើយយើងសេរៀបរាប់ថាតិចសេជាត្រេក៏បានសេជាអឺវែងនិយាយតាមហ្នឹងក៏បានបាទចំណុចសំខាន់មួយទៀតគឺប្រទេសមួយមានកេរ្តិ៍ឈ្មោះល្អនោះណាតែប្រទេសនោះសម្បូរប្រជាជនថ្លៃថ្នូរប្រជាជនថ្លៃថ្នូរគឺជាប្រជាជនដែលមានអញ្ចឹងតែខាងលើនេះមិញបាទអញ្ចឹងវាចូលទៅក្នុងមួយទៅទៅតែលោកគ្រូយកមកបំបែកឲ្យបានច្រើនហើយចំណុចមួយទៀតគឺមនុស្សមានសីលធម៌អញ្ចឹងចូលទៅក្នុងនឹងដដែលចូលហ្នឹងមនុស្សដែលមានសីលធម៌សំដៅលើមនុស្សដែលមានឥរិយាបថល្អប្រពៃចេះជួយគ្នាចេះរួមរស់ជាមួយគ្នាចេះគោរពវិន័យច្បាប់មានទម្លាប់អីទៅអញ្ចឹងទៅហៅតែមនុស្សដែលមានសីលធម៌មានសីលធម៌មានតម្លៃទៅនោះបាទនេះជានៅក្នុងហ្នឹងទាំងអស់ហើយមនុស្សដែលមានមនសិការវិជ្ជាជីវៈជាមនុស្សដែលស្រឡាញ់ការងារខំប្រឹងប្រែងធ្វើការងារដោយយកចិត្តទុកដាក់ខិតខំស្រាវជ្រាវមានគំនិតច្នៃប្រឌិតជាដើមហ្នឹងណាអញ្ចឹងវានៅក្នុងនេះមនសិការវិជ្ជាជីវៈអញ្ចឹងគេលំអិតតិចឲ្យយើងអញ្ចឹងណាបាទហើយសរុបមកគឺសេចក្តីថ្លៃថ្នូរធ្វើឲ្យមនុស្សមានកេរ្តិ៍ឈ្មោះល្អប្រៀបដូចជាគ្រឿងអលង្ការធ្វើឲ្យមនុស្សមានសោភ័ណបាទអញ្ចឹងសេគោលខ្លីៗអញ្ចឹងមកក៏បានឬក៏ចង់សេជាវែងបន្តក៏ប៉ុន្តែនេះសំខាន់រួមមានតែប៉ុណ្្នឹងទេនេះធំណាធំហើយបន្ថែមនេះតិចក៏បានដែរតែដោយសារយកអាហ្នឹងមកឆ្លិចចំណុចទូចនេះដូចជាពីមនសិការវិជ្ជាបងប្អូនខ្លះអត់ដឹងយើងអាចយកមកឆ្លិចកន្លែងហ្នឹងយើងអត់យល់យើងអានតែប៉ុណ្ណឹងយើងយល់បានអូនេះមនសិការវិជ្ជាគឺចឹងហ្នឹងទេមនុស្សមានសីលធម៌គឺចឹងតែអេយ៉ាបតអីខ្លះចឹងចឹងអាចទៅសេយកទាំងអស់នេះក៏បានដែរក៏ទេតែគុណក៏ដឹងឲ្យត្រូវបាទអរគុណបងប្អូនទាំងអស់គ្នាសង្ឃឹមថាចុងចាំសិក្សានេះនឹងឡើងថ្នាក់បានទាំងអស់គ្នាហើយសម្រាប់ឆមាសនេះបងប្អូនចូលទៅមើលវីដេអូចាស់ទៅគាត់ធ្វើតាមទេព្រោះទៅវាដាល់តិចណាបងចូលទៅមើលរបស់លោកចាស់ទៅអរគុណជួបគ្នានៅបន្តទៀត